ម្សិលមិញថ្ងៃទី8 ខែ 9 ឆ្នាំ 2025 យោធាថៃបានពាក់លីនឹងជនជាតិថៃគេធ្វើបុណ្យរំលឹកខួបពីវីរៈភាពពាក់លីបដូរសាច់បដូរឈាមនៅជួរមុខច្បាំងគ្នាជាមួយខ្មែរយើង5យប់5ថ្ងៃហ្នឹងណាដែលប្អូនម្នាក់ឆ្លៀកចេះស្លៀកតែឈុតឯកសណ្ឋានយោធានៅប្រទេសខ្មែរហ្នឹងគាត់ថាខ្មែរយើងអត់បានបាញ់ទ័ពអាកាសយោធាថៃស្លាប់ទេឃើញតែបាញ់ដ្រូនឥឡូវអូនឯងមើលនេះអានេះផោះតាំងពិតហ្នឹងណាហើយឯកសណ្ឋានឈុតសហ្នឹងគឺជាទ័ពអាកាសផនថៃបើទ័ពស្មើជើងផនថៃពាក់ស្លៀកពាក់ឈុតប៉ារ៉ាហ្នឹងណាហើយអូនឯងចេះមើលទៅអូនឯងមិនមែនយោធាជួមុខអូនឯងមើលឲ្យហើយទៅនេះវីរៈភាពផនកងទ័ពខ្មែរយើងខ្លាំងបំផុតគិតទៅខ្មែរអាចយកឈ្នះយោធាថៃណាដោយអត់មានយន្តហោះចម្បាំងលើអាកាសដូចថៃក៏ប៉ុន្តែអាចវាយប្រហារជនជាតិថៃឬក៏ F16 ឲ្យធ្លាក់បាន